ព្រះពុទ្ធបដិមាទាំងអស់នេះគឺខ្ញុំព្រះករុណាអាត្មានឹងបានសន្សំមកយូរឆ្នាំមកហើយតាំងពីចុងឆ្នាំ2019នៅពេលដែលត្រឡប់មកពីប្រទេសភូមាវិញក៏ចាប់ផ្ដើមសន្សំហើយមិនមែនបានមកទាំងអស់បែបនេះទេគឺបានមកម្ដងមួយដោយការសន្សំទុកដោយការជាវនិងព្រះពុទ្ធបដិមាខ្លះក៏គេប្រគេនមកហើយមានសេចក្តីជ្រះថ្លាយ៉ាងខ្លាំងនៅពេលដែលបានអង្គុយសម្លឹងមើលឬក៏ថ្វាយបង្គំនមស្ការគឺខ្ញុំព្រះករុណាអាត្មាតែងតែមានប្រកដីនឹងថ្វាយបង្គំព្រះរៀងរាល់យប់តាំងពីតូចហើយមានសេចក្តីជ្រះថ្លានិងស្រឡាញ់រូបព្រះពុទ្ធបដិមានឹងក៏តាំងពីតូចមកដែរដូច្នេះឲ្យតែមានថវិកាគឺមិនដែលសន្សំឬក៏ទុកដាក់អីទេគឺតែងតែយកទៅជាវព្រះពុទ្ធបដិមាយកមកគោរពបូជាហើយនៅក្នុងនេះដែរក៏បានជាវរូបបដិមាប្រាក់មួយមិនដឹងថាជារូបអ្វីទេប្រហែលជានៅក្នុងសាសនាមហាយានមិនដឹងជារូបពោធិសត្វណាមួយ